មិនដល់2ខែទេសង្ឃឹមថាចប់ហើយចាំពេលចប់ដោះស្រាយអីស្រួលស្ថានភាពនឹងណូចាំខ្ញុំបោះស្រាយលំអិតនៅកន្លែងណាបើចង់ដឹងឥឡូវបងប្អូនអាចខ្នក់ចិត្តបងប្អូនអាចមិនយល់ហើយខ្ញុំក៏មិនអាចទៅបញ្យល់ស្លឹកបៀកំពុងតលេងយើងមិនអាចទៅថាខ្ញុំមានអីក្នុងដៃខ្ញុំដោះយ៉ាងម៉េចអីយ៉ាងម៉េចទេគោលដៅខ្ញុំបានថាតែមួយទត់គឺយើងចង់ឈ្នះឈ្នះអីគឺឈ្នះគឺយកការបញ្ចប់នឹងនាំសន្តិភាពត្រឡប់មកឲ្យប្រជាពលរដ្ឋយើងវិញនឹងការការពារទឹកដីរបស់យើងតែប៉ុណ្ណឹងចឹងសួរថាខ្ញុំមានស្អីលេងយ៉ាងម៉េចអីយ៉ាងម៉េចប្រហែលជាមិនអាចទេតែបងប្អូនអាចឃើញលទ្ធផលហេតុអីនៅសុកមានការចរចាបញ្ចប់សង្គ្រាមបទជប់បាញ់ថ្ងៃ28ហេតុអីបាន3ខែវាអត់ផ្ទុះឡើងវិញទោះបីជាផុយស្រួយប៊ីសប្រមាណដងក៏ដោយថ្ងៃ27ខែ7ហ្នឹងប៊ីសម្ដងទៀតតែហេតុអីបានជាសភាពការយើងទប់បានកន្លែងនេះហេតុអីបានជាវានៅម្ដុំនឹងវាមិនរីកទៅដល់រាប់រយរាប់ពាន់ប៉ះគ្រប់គ្នាការងារច្រើនហេតុអីនៅសុកមានប្រជុំ GBC RBC មានអីហេតុអីនៅសុកមានកិច្ចព្រមព្រៀងសន្តិភាពបាទអញ្ចឹងខ្ញុំសូមឲ្យបងប្អូនតែប៉ុណ្្នឹងចុះបាទឲ្យយល់ឲ្យទុកចិត្តជឿចិត្តទៅលើរាជរដ្ឋាភិបាលនិងកងទ័ពរបស់យើងហើយខ្ញុំសូមយកឱកាសនេះអរគុណទៅដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ដែលបានផ្ដល់ការគាំទ្រជាពិសេសទៅដល់វីរៈកងទ័ពរបស់យើងទៅជាមុខការបរិច្ចាគនៅធនធានទ្រព្យសម្បត្តិដើម្បីជួយផ្គត់ផ្គង់អាហារផ្គត់ផ្គង់សម្ភារៈផ្ដល់ការលើកទឹកចិត្តទៅដល់វីរៈកងទ័ពរបស់យើងជាប្រចាំខ្ញុំសូមអរគុណណាស់ទៅដល់បងប្អូនប្រជាពលរដ្ឋជនភៀសសឹករបស់យើងបាទ